ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះចង់មកបង្ហាញផ្ទះមួយប្លង់ដែលមានទាំងផ្ទះមានទាំងប្លង់អ្វីដែលសំខាន់នោះគឺមានដេគ័រពេញមួយតួផ្ទះតែម្ដងហើយបើនិយាយអំពីតម្លៃវិញណាត្រឹមតែ12800តែប៉ុណ្ណោះចង់ដឹងថាក្នុងនោះមានដេគ័រអ្វីខ្លះពុកម៉ែបងប្អូនកុំភ្លេចតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់ណាតើឥឡូវនេះចូលមើលជាមួយនាងខ្ញុំទាំងអស់គ្នាចំពោះផ្ទះនេះដែរគឺជាខ្នាតវីឡាតូលដែលមាន4បន្ទប់កេងនិង4បន្ទប់ទឹកហើយបើនិយាយពីទំហំវិញគឺធំតាលាមែនតើជាមួយនឹងទំហំដីទទឹងបាន10និងបណ្ដោយចាបានរហូតដល់19ម៉ែត្រកន្លះគឺទលាយហើយអ្វីដែលសំខាន់នោះទំហំផ្ទះក៏ធំដែរបងបាន7ម៉ែត្រចាគុណនឹង10ម៉ែត្រជាងដែលយើងបានរុញចក្រានទៅក្រោយស្រាប់តែម្ដងហើយក៏យើងបានសល់ចាទីធ្លាចំហៀងផ្ទះផងដែរតោះឥឡូវនេះនាំបងចូលមកមើលខាងក្នុងផ្ទះនេះទាំងអស់គ្នាតែម្ដងបាននិយាយអំពីគ្រឿងដេគ័រវិញគឺបែប classic ស្អាតមែនតើពុកម៉ែបងប្អូនចាអញ្ចឹងបងទិញផ្ទះនេះមិនត្រឹមតែចំណេញបានដេគ័រទេសូម្បីតែវាំងននចាក៏យើងរៀបចំរួចជាស្រេចព្រមទាំងជម្រៅដៃផងដែរហើយបើនិយាយពីមួយចំណែកទៀតនេះវិញណាវ៉ាវគឺប្រណិតខ្លាំងមែនតើគឺយើងមានជាមួយនឹងទូតាំងទូរទស្សន៍ចាបូករួមជាមួយនឹងចាបងអួចកញ្ចក់បែបនេះគឺហុងស៊ុយពេញទីហ្មងបងចាពលឺធម្មជាតិចូលផ្ទះបានល្អខ្លាំងមែនតើអញ្ចឹងចំពោះផ្ទះនេះដែរគឺយើងបានបំពាក់អំពូលរួចជាស្រេចទាំងអំពូលដេគ័រក៏ដូចជាអំពូលបំភ្លឺផងដែរហើយនេះគឺជាកន្លែងដែលយើងអាចដាក់កង់ម៉ាបានបងគឺស្អាតប្រណិតហើយមួយចំណែកទៀតនេះវិញគេហៅថាទូតាំងចាលំអផ្ទះបន្ថែមយើងអាចចាប់ជារូបថតយើងបន្ថែមក៏បានបងអាចទុកជាបែបនេះក៏បានដែរហើយខាងក្រោមនេះសិតជាទូដែលយើងអាចបិទបើកបានចាទុកជាសម្ភារៈផ្សេងបានបងអាចឃើញបានអញ្ចឹងមានរហូតដល់4ថតឯណោះហើយបើកន្លែងនេះវិញវ៉ាវគឺជាកន្លែងដែលខ្ញុំស្រឡាញ់ជាងគេហ្មងបងគឺ counter bar ដែលយើងអាចរៀបចំចាញ៉ាំអាហារនៅកន្លែងហ្នឹងក៏បានចាដាក់តាំងស្រាក្រហមចាល្ងាចឡើងមានកម្មវិធីជួបជុំអីគឺធ្វើតែនៅផ្ទះក៏បានដែរព្រោះផ្ទះរបស់យើងស្អាតស្រាប់អីចឹងណាហើយបើខាងក្រោយនេះវិញគឺជាចាកន្លែងសម្រាប់ចម្អិនគេហៅថាទូចក្រានបាយចាបងគឺមានទាំងលើទាំងក្រោមតែម្ដងសំខាន់ណាមានម៉ាស៊ីនបឺតក្លិនជូនទៀតបងអាចឃើញបានហើយនោះវិញគឺជាដីចាទូលាយនៅខាងក្រោយដែលយើងអាចរៀបចំជាមួយនឹងម៉ាស៊ីនបោកគក់ក៏ដូចជាស្មាលហាខោអាវនៅខាងក្រោយនេះបានបងតោះឥឡូវនេះយើងចូលទៅមើលបន្ទប់ទី1នៃវិឡាតូមួយនេះទាំងអស់គ្នាអញ្ចឹងសម្រាប់បន្ទប់សរុបគឺយើងមានរហូតដល់4បន្ទប់គេងនិង4បន្ទប់ទឹកអញ្ចឹងនេះដែរគឺជាបន្ទប់ជាន់ផ្ទាល់ដីចាដែលមានទំហំសមល្មមថែមទាំងបំពាក់ចាជាមួយនឹងម៉ាស៊ីនត្រជាក់ក៏ដូចជាទូខោអាវទូទូរទស្សន៍ទូ make up ជូនពុកម៉ែបងប្អូនរួចជាស្រេចតែម្ដងអញ្ចឹងបុកមើលផ្ទះនេះអត់ចាំបាច់គិតគូររឿងដេគ័រទេដោយសារតែមានហើយអស់ហើយសំខាន់ម៉ូដក៏ស្អាតដែរបងហើយបើនៅខាងក្រៅវិញណាគឺយើងមានជាមួយនឹងបន្ទប់ទឹកដែលយើងបានរៀបចំជាឡាបូដ៏ស្អាតប្រណិតមែនតើបងអាចឃើញបានចាហើយនេះបងអាចមើលបានទ្វារអីក៏ទ្វារឈើស្អាតប្រណិតចាគឺទំហំអីក៏សមល្មមដែរហើយក៏យើងមានកូនឃ្លាំងក្រោមជណ្ដើរដូចគ្នានេះបងវ៉ាវតែម្ដងអាចដាក់វត្ថុចាដែលយើងគិតថាគ្មានសណ្ដាប់ធ្នាប់ចូលទៅខាងក្រោមនេះបានតោះឥឡូវនេះកុំឲ្យខាតពេលពុកម៉ែបងប្អូនយូរនាំអារម្មណ៍ពុកម៉ែបងប្អូនទៅមើលនៅខាងលើជាមួយនាងខ្ញុំទាំងអស់គ្នាតោះមុននឹងឈានដល់បន្ទប់នីមួយៗនៅជាន់ទី1ចង់បង្ហាញពុកម៉ែបងប្អូននៅកន្លែង space ចដើនេះដែរចាគឺយើងបានរៀបចំជាមួយនឹងបង្អួចដ៏ធំមួយបូករួមជាមួយនឹងវាំងននចាម៉ូដស្អាតមែនតើរួចជាស្រេចតែម្ដងតោះឥឡូវនេះយើងឡើងទៅមើលជាមួយនឹងបន្ទប់ចាសមាជិកទី1ជាមួយនាងខ្ញុំទាំងអស់គ្នានេះពុកម៉ែបងប្អូនបន្ទប់សមាជិកទី1គឺមានបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងតែម្ដងដែលយើងបានរៀបចំជាឡាបូកញ្ចក់ក៏ដូចជាទឹកផ្កាឈូករួចជាស្រេចហើយបើនៅក្នុងបន្ទប់វិញណាមានទាំងពីម៉ាស៊ីនត្រជាក់ចាទូ make up ចាបូករួមជាមួយនឹងទូតាំងទូនិងទូខោអាវផងដែរនិយាយទៅគឺមានគ្រប់ទាំងអស់តែម្ដងបងថែមតែក្រែមពុកខ្នើយគឺរស់នៅបានហើយតោះឥឡូវនេះយើងចូលទៅជាមួយនឹងបន្ទប់សមាជិកទី2ចាចំពោះបន្ទប់សមាជិកទី2ក៏ទំហំធំដូចគ្នាហើយអ្វីដែលសំខាន់នោះគឺមានទូខោអាវទូរទស្សន៍ចាទូតាំងទូ make up និងបន្ទប់ទឹកនៅខាងក្នុងបន្ទប់គេងដូចគ្នាបងអាចឃើញបានណាចាគឺស្អាតខ្លាំងហ្មងបងចាហើយបើនៅខាងនេះវិញ
គឺជាបន្ទប់មេគ្រួសារចា Master bedroom ទំហំគឺធំខ្លាំងមែនតើបងកន្លែងនេះគឺយើងអាចរៀបចំជាគ្រែគេងទូក្បាលគ្រែបន្ថែមបានមានម៉ាស៊ីនត្រជាក់ដូចគ្នាហើយអ្វីដែលសំខាន់នោះគឺមានចាទូតាំងទូរទស្សន៍ហើយចំណុចពិសេសនៃបន្ទប់មួយនេះបងអាចចេញចូលមកមើលបានគឺយើងមានជាមួយនឹងចាទូ make up រួចជាស្រេចវ៉ាវគឺធំមែនតើហើយសំខាន់គឺម៉ូដស្អាតនឹងតែម្ដងណាបងទូនេះធំហើយដែលយើងអាចដាក់អីវ៉ាន់បានច្រើនខ្លាំងមែនតើហើយបន្ទប់ទឹកក៏ធំជាងគេដែរចូលមកមើលជាមួយនឹងខ្ញុំបាននេះបងចាបន្ទប់ទឹកមានជាមួយនឹងម៉ាស៊ីនទឹកក្តៅទឹកត្រជាក់រួចជាស្រេចមានជាមួយនឹងឡាបូទឹកចាហើយមានជាមួយនឹងនេះបងស្អាតមែនតើឡាបូមាសបែបនេះណាអធិស្ឋានបងកន្លែងនេះមិនឡាបូគេហៅថាទឹកកាឈូកចាគឺស្អាតប្រណិតមែនតែម្ដងអញ្ចឹងសម្រាប់អតិថិជនដែលគាត់ចង់បានជាមួយនឹងផ្ទះដែលសង់ហើយមានប្លង់ស្រាប់ទិញអត់ចង់រងចាំយូរទិញភ្លាមគាត់អាចចូលរស់នៅបានភ្លាមអត់ចង់គិតគូររឿងដែលគាត់ច្រើនបងអាចមើលផ្ទះនេះបានណាពិសេសច្រើនមែនតើបងឲ្យតម្លៃក៏ល្អដែរហើយបើនិយាយពីកន្លែងនេះវិញគឺជាវេរ៉ង់ដាចាធំមែនតើតលាយស្អាតដែលយើងអាចធ្វើជាកន្លែងអង្គុយលេងយប់ឡើងបានបងងាកឡើងចុះត្រជាក់អីអាចអង្គុយស្រះស្រូបយកខ្យល់អាកាសបានសំខាន់ណាខ្យល់បរិសុទ្ធល្អខ្លាំងមែនតើអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលគាត់ស្រឡាញ់ផ្ទះចានៅម្ដុំក្បែរផ្លូវលបឿនលឿនអាសាឡានចុះកំពង់សោមមានការងារនៅកំពង់សោមអីអាចមើលផ្ទះមួយប្លង់នេះបានទីតាំងល្អហើយសំខាន់តម្លៃល្អទៀតអញ្ចឹងកុំភ្លេចណាពុកម៉ែបងប្អូនធ្វើការរស់រានខលតាក់តងមកឥឡូវនេះចាដើម្បីទទួលបានព័ត៌មានកាន់តែលម្អិតពីវឡាតូមួយនេះឬមួយក៏ពុកម៉ែបងប្អូនអាចចំណាយពេលមកមើលផ្ទាល់បានព្រោះដោយសារតែបើសិនជាខ្ញុំផ្សព្វផ្សាយបែបនេះបងអាចនឹងដឹងទីតាំងអត់ច្បាស់ទេហើយមួយទៀតអត់ដឹងថាសក្តានុពលទីតាំងម្ដុំនេះមិនទេអញ្ចឹងដើម្បីឲ្យបងទទួលបានព័ត៌មានកាន់តែច្បាស់ហ្មងណាបងអាចចំណាយពេលមកមើលបានទី1ស្គាល់ទីតាំងផ្ទះច្បាស់ទី2ទៀតបងបានឃើញពីគុណភាពសំណង់ច្បាស់លាស់ហ្មងហើយឃើញការរស់នៅប្រភេទវីឡាតូនៅបរិអូនស៊ីនឹងបានអញ្ចឹងទីតាំងផ្ទះនេះគឺនៅក្នុងគម្រោងទី1ណាពុកម៉ែបងប្អូនអញ្ចឹងរត់រាន់ឡើងតម្លៃល្អអត់ងាយមានទេបងសម័យមកមើលតែ12800ហើយតម្លៃនឹងបងនៅអាចចរចាបានតិចតួចទៀតហើយមានទាំងផ្ទះមានទាំងដេកហ្វ្រីកាត់ប្លង់រឹងគឺមិនងាយមានបងប្អូនហ៊ាននិយាយអញ្ចឹងហ្មងចឹងកុំភ្លេចណាធ្វើការតាក់ទងមកឥឡូវនេះដើម្បីទទួលបានព័ត៌មានឲ្យកាន់តែលម្អិតចាពីផ្ទះវិឡាតូមួយនេះផងដែរចឹងចាប់អារម្មណ៍បងខុសមកឥឡូវនេះមកណា